ចំធូលីលើបងអួចពួកមីងកំពុងចិត្តស្លឹកគ្រៃក្នុងចានក្លិនខ្ញីហួយចេញពីក្នុងផ្ទះបាយប៉ារៀបចំអាវធំដែលគាត់ទុកយូរហើយពួកយើងរៀបចំស្លឹកចេកសម្រាប់ហុំនំសំលេងសើចរបស់ក្មេងៗរត់លេងពេញដីធុងទឹកកដាក់ភេសជ្ជៈនៅក្រោមផ្ទះគ្រប់យ៉ាងមើលទៅប្រញាប់ប្រញាល់ណាស់មែនទេជ័យហងជ័យដល់ពេលហើយលើកឆោតក្រហមដើរទៅរកអូនកាន់ផ្កាស្លាឲ្យជាប់ក្នុងដៃសន្យាថានឹងមើលថែគ្នាដល់ចាស់តាអង្គុយជុំគ្នាផឹកទឹកតែនិយាយពីរឿងស្រែចម្ការកាលពីដើមពូគូពងរៀបចំមេក្រូសាក់សំលេងខ្ញុំឆ្លុះកញ្ចក់មើលក្រវត្តបើដែលបងប្អូនចង់ឲ្យវារៀងវាចបន្តិចតែមិនអីទេម៉ែដើរមកជូតញើសលើថ្ងាំងខ្ញុំគាត់មិននិយាយអ្វីច្រើនទេតែភ្នែកគាត់សើមខោសូត្រថ្មីនេះឲ្យជាប់ក្នុងដៃសន្និអាវសូត្រថ្មីនេះរៀងថែគ្នាដល់ចាស់ជ័យហងជ័យដល់ពេលហើយលើកឆោតក្រហមដែលមានមនុស្សច្រើនកកមាននំចំណីនិងផ្លែឈើរៀបតាមថាសដូនតាច្បាស់ជាកំពុងញញឹមមើលមកយើងឃើញអូនអង្គុយចាំក្នុងសម្លៀកបំពាក់ពណ៌ស្រស់ផ្កាម្លិះក្រងជុំវិញសក់មើលទៅស្អាតណាស់ក្រាបសំពះ3ដងតាមទំនៀមដៃខ្ញុំញ័រពេលហត់ចាដូចក្នុងឲ្យអូនតែជាជីវិតពិតតែយើងត្រូវតស៊ូពីថ្ងៃនេះទៅផ្ទះយើង